សម្ដេចតេជោហ៊ុនសែនអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី8មីនាលើកទី112សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី7ខែមិនិនាឆ្នាំ2023នេះបានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី8មីនាខួបលើកទី112នៅវិមានសន្តិភាពពិធីអបអរទិវានារី8មីនាលើកទី112ក្នុងឆ្នាំ2023នេះបានប្រារព្ធធ្វើឡើងក្រោមប្រធានបទស្ត្រីរួមគ្នារក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យ Digital ការប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារីក្រោមប្រធានបទនេះមានគោលបំណងបន្តរំលេចពីតម្លៃនៃការចូលរួមរបស់ស្ត្រីដែលមិនអាចកាត់ថ្លៃបានក្នុងការថែរក្សាសុខសន្តិភាពក៏ដូចជាកំពុងចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យពិធីអបអរសាទរទិវាអន្តរជាតិនារី8មីនាត្រូវបានពិភពលោកប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីរំលឹកនៅការតស៊ូនិងគំរូវីរភាពរបស់នារីក្នុងការទាមទារសិទ្ធិសេរីនិងកិច្ចផុតពីទង្វើជិះជាន់នានាសម្រាប់នៅកម្ពុជាមិនថាតែសិទ្ធិនារីឬបុរសនោះឡើយគឺត្រូវបានបាត់បង់អស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុនប្រល័យពូជសាសន៍ប៉ុលពតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរព្រមទាំងស្ត្រីផងបានកើតមានជាថ្មីក្រោមរបបដ៏យង់ឃ្នងរបស់ប៉ុលពតត្រូវបានវាយផ្ដួលរំលំនៅថ្ងៃទី7ខែមករាឆ្នាំ1979ចាប់តាំងពីថ្ងៃរំដោះរហូតមកដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាតែងបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្ត្រីរហូតបង្កើតបានជាពាក្យស្លោកថាស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិសម្ដេចតេជោហ៊ុនសែនពិតជារីករាយដែលបានអញ្ជើញចូលរួមនៅក្នុងពិធីអបអរទិវាអន្តរជាតិនារី8មីនាលើកទី112ឆ្នាំ2023នេះសម្ដេចតេជោបានវិតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងកិច្ចការនារីនាពេលកន្លងមកជាពិសេសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីដែលបានខិតខំប្រឹងប្រែងជំរុញការងារស្ត្រីឲ្យបានទទួលនៅភាពជោគជ័យនាពេលបន្តបន្ទាប់សម្ដេចតេជោបានមានប្រសាសន៍ថាអ្វីដែលយើងត្រូវធ្វើដើម្បីអំណាចស្ត្រីគឺត្រូវធ្វើយ៉ាងណាឲ្យស្ត្រីមានកម្រិតសេដ្ឋកិច្ចល្អប្រសើរព្រោះកត្តាសេដ្ឋកិច្ចនេះហើយគឺជាការសម្រេចដ៏ធំធេងរបស់ស្ត្រីនាពេលបច្ចុប្បន្នសម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាកិច្ចការដែលត្រូវបន្តធ្វើនោះគឺត្រូវពង្រឹងនិងបង្កើតឲ្យមានអន្តេវាកសិដ្ឋានសម្រាប់និស្សិតជាស្ត្រីឲ្យបានកាន់តែច្រើនសម្រាប់ឲ្យពួកគាត់បានបន្តការសិក្សារៀនសូត្រសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់សប្បុរសជនឲ្យជួយគាំពារដើម្បីអាចបង្កើតអន្តេវាកសិដ្ឋានតាមកម្រិតមធ្យមសិក្សានិងថ្នាក់ឧត្តមសិក្សាដើម្បីរក្សាគម្លាតនៃការសិក្សារវាងសិស្សស្រីនិងសិស្សប្រុសជាពិសេសតំបន់ជនបទដាច់ស្រយាលសម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍ទៀតថាគោលដៅធំនិងជាអត្ថភាពដែលរាជរដ្ឋាភិបាលនិងគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវធ្វើគឺត្រូវពង្រឹងអំណាចស្ត្រីក្នុងវិស័យសេដ្ឋកិច្ចឲ្យបានកាន់តែធំធេងថែមទៀតតាមរយៈការពង្រឹងអំណាចដល់ស្ត្រីនៅគ្រប់ការងារទាំងអស់ជាពិសេសអំណាចគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារសម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្ដែងការព្រួយបារម្ភចំពោះទម្ងន់នៃអំពើហិង្សានានាដែលជាស្ថានភាពធ្ងន់ធ្ងររហូតបរិះជាប្តីបាញ់សម្លាប់ប្រពន្ធខ្លួនឯងកាលពីពេលថ្មីនេះនិងជាទម្ងន់ហិង្សាផ្សេងទៀតដូច្នេះសម្ដេចតេជោសូមអំពាវនាវឲ្យការបញ្ឈប់នៅអំពើហិង្សាទាំងអស់នេះនិងចូលរួមលុបបំបាត់អំពើហិង្សាគ្រប់រូបភាពទាំងអស់ទៅលើស្ត្រីជាមួយគ្នានេះដែរសម្ដេចតេជោបានលើកឡើងអំពីការហែកហួរគ្នារវាងប្តីប្រពន្ធលែងលះគ្នាហើយមានការឌឺដងឲ្យគ្នាតាមបណ្ដាញសង្គម Facebook ដែលសម្ដេចចាត់ទុកថារឿងអាម៉ាស់បំផុតមិនត្រឹមតែបុគ្គលទាំងសងខាងនោះទេវាជាអត្តពលធ្ងន់ធ្ងរដល់កូននិងក្រុមគ្រួសារទៀតផងនៅថ្ងៃនេះសម្ដេចតេជោហ៊ុនសែនបានចាត់សួរទៅកាន់បណ្ដាតំណាងស្ថានទូតនិងបរទេសមួយចំនួនថាតើដឹងទេថាក្នុងអំឡុងពេលដែលគ្រួសារសម្ដេចតេជោនិងភរិយាសម្ដេចកំពុងសម្រក់ទឹកភ្នែកដែលប្អូនថ្លៃស្រីសម្ដេចទទួលមរណភាពបែរជាមានជនអាក្រក់នៅក្រៅប្រទេសមួយចំនួនមកប្រមាថដល់ភរិយានិងគ្រួសារសម្ដេចទៅវិញតើរឿងនេះអស់លោកបរទេសអាចទទួលយកបានទេសម្ដេចតេជោបានប្រកាសសារជាថ្មីសម្ដេចគ្មានថ្ងៃប្រើបិចទៅចុះហត្ថលេខាស្នើសុំការលើកលែងទោសដល់ជនអាក្រក់ណាមួយដែលបានប្រមាថមកក្រុមគ្រួសាររបស់សម្ដេចដាច់ខាត
នៅថ្ងៃនេះផងដែរសម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថាកាលពីថ្ងៃទី6 ខែមីនាសម្ដេចបានចុះហត្ថលេខានៅលើការផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករកម្មការិនីដែលរោងចក្ររបស់ខ្លួនត្រូវបានព្យួរក្នុងអំឡុងពេលវិបត្តិ COVID-19 សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថាចំពោះស្ថានភាពដែលរោងចក្រត្រូវបានព្យួរក្នុងនោះកម្មករប្រមាណ 32,000 នាក់មានស្ត្រីចំនួន 26,000 នាក់នឹងទទួលបានប្រាក់ឧបត្ថម្ភដោយអំឡុងពេលសម័យ COVID-19 ដែរនៅថ្ងៃនេះសម្ដេចតេជោហ៊ុនសែនបានប្រកាសថាគណៈរដ្ឋមន្ត្រីអាណត្តិទី7រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងរដ្ឋមន្ត្រីក្រសួងកិច្ចការនារីដែលមានរដ្ឋមន្ត្រីជាស្ត្រីនោះនឹងមិនមានការផ្លាស់ប្ដូរឡើយសម្ដេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសថាយោងតាមការស្ទង់មតិស្ថាប័នបរទេសមួយបានបញ្ជាក់ថាអត្រារបស់ស្ត្រីគ្រប់គ្រងកម្ពុជាមានចំនួនច្រើនជាងបុរសដែលនេះអាចចាត់ទុកថាស្ត្រីមានការយល់ដឹងអំពីតម្លៃសុខសន្តិភាពដែលពួកគាត់ធ្លាប់បានឆ្លងកាត់នៅសង្គ្រាមរ៉ាំរ៉ៃច្រើនមកហើយនាពេលអតីតកាលដូច្នេះគាត់បានឲ្យតម្លៃទៅលើកត្តាសុខសន្តិភាពរបស់ប្រទេសជាតិនាពេលបច្ចុប្បន្នសម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍ថាការជួយស្ត្រីគឺជួយខ្លួនឯងជួយប្រពន្ធជួយបងស្រីជួយប្អូនស្រីជួយកូនស្រីជួយស្ត្រីឯទៀតគឺជួយខ្លួនឯងមុននឹងបញ្ចប់សម្ដេចតេជោហ៊ុនសែនក៏បានជូនពរនិងអបអរសាទរចំពោះទិវាអន្តរជាតិ8មីនាលើកទី112ឆ្នាំ2023សូមឲ្យស្ត្រីទាំងអស់ជួបប្រទះតែនឹងសេចក្តីសុខសេចក្តីចម្រើនគ្រប់គ្នា